បានដោយជាសួរអ្នកសិក្សាតគ្នាអញ្ចឹងនៅថ្ងៃនេះគឺយើងនឹងសិក្សាអំពីកម្មវិធី Photoshop របស់យើងតាំងពីដើមរហូតដល់ចប់ឬតាំងពីដំបូងរហូតដល់ចុងក្រោយបានន័យថាចុងក្រោយនៃវីដេអូរបស់យើងបាទអញ្ចឹងវីដេអូរបស់យើងគឺយើងផលិតឡើងគឺច្រើនបានន័យថាយើងធ្វើយ៉ាងណាឲ្យវាមានច្រើនមេរៀននៅក្នុងហ្នឹងវាតាម step នីមួយៗចឹងនៅក្នុងថ្ងៃនេះគឺយើងនឹងធ្វើការសិក្សាមេរៀនដំបូងបានន័យថាការចាប់ផ្ដើមដំបូងនៃកម្មវិធី Photoshop តើឥឡូវអត់សាម៉ោងយូរទេមុននឹងចូលកម្មវិធី Photoshop អ្នកនរគ្នាក៏ត្រូវយល់ដឹងអំពីនិយមន័យរបស់វាសិនដែរបាទនិយមន័យរបស់ Photoshop ហ្នឹងគឺជាកម្មវិធីកាត់តមួយដែលមានការពេញនិយមមែនទែនជាកម្មវិធីដែលសម្រាប់ design អញ្ចឹងពេញពិភពលោកគេប្រើកម្មវិធីមួយហ្នឹងសម្រាប់ design poster design panel អីផ្សេងៗណាអញ្ចឹងខ្ញុំដឹងថាអ្នកទាំងគ្នាដែលរៀននេះគឺដឹងខ្លះៗហើយអំពីកម្មវិធីមួយហ្នឹងតោះឥឡូវយើងកុំឲ្យសាម៉ោងយូរនេះគឺជាកម្មវិធីដែលយើងរៀនគឺកម្មវិធី Photoshop អញ្ចឹង Photoshop វាមានច្រើនបាទច្រើនឆ្នាំមិនថាច្រើនស៊េរីវាអាចមានដល់10 2018 19 20 21 22ទៅតែសម្រាប់នៅមេរៀនដែលខ្ញុំបានបង្ហាញនេះគឺខ្ញុំនឹងបង្ហាញ Photoshop 2021តែអត់ជាបញ្ហាទេបើសិនជាអ្នកនរគ្នាមាន Photoshop ឆ្នាំណាក៏បានសំខាន់ឲ្យតែយើងអនុវត្តដូចគ្នាទៅវាយើងនឹងអាចធ្វើបានដូចគ្នាហើយណាតោះកុំឲ្យសាម៉ោងយូរយើងនឹងចូលតែម្ដងដើម្បីចូលលើកម្មវិធីណាមួយណាអ្នកនរគ្នាអាចមកស្ដាំលើវាទៅយកពាក្យថា open ឬក៏អាចចុចលើ click លើវាណាអញ្ចឹងវាចូលណាអញ្ចឹងសម្រាប់2021នេះគឺ Adobe Photoshop គឺវាមាន cover វាបែបហ្នឹងវាលក្ខណៈថាដូចកុកណាតោះអញ្ចឹងនៅពេលដែលចូលភ្លាមអ្នកនរគ្នាកុំសាកម៉ោងច្រើននេះគឺជាលទ្ធផលដែលខ្ញុំ design នៅក្នុងហ្នឹងបាទថានេះអញ្ចឹងដំបូងខ្ញុំឲ្យអ្នកនរគ្នាយល់សិន Array Resin ហ្នឹងគឺជាកិច្ចការទាំង line ណាដែលយើងធ្លាប់បានធ្វើដូចជានេះ cover មួយនេះបាទ cover poster មួយនេះបានថា 2 day ago នេះបានថាខ្ញុំបានធ្វើ2ថ្ងៃមុនអញ្ចឹងណាចុះបើសិនអ្នកនរគ្នាថ្មីគឺអត់មានចេះទេអឡូងសិលហ្មងណាចានេះយល់ណា Welcome to Photoshop អ្វីដែលយើងឃើញមកគេគឺ resin ហើយវាបង្ហាញកិច្ចការទាំង line ណាដែលយើងធ្លាប់បានធ្វើអូខេតោះកុំឲ្យសាម៉ោងយូរអញ្ចឹងយើងសម្រាប់អ្នកថ្មីគឺយើងមិនត្រូវយល់នេះម៉ណុយខាងលើនេះប្រហែលទេយើងត្រូវយល់តាម step វាដែរចឹងសម្រាប់យើងអ្នកថ្មីនេះយើងសម្រាប់អ្នកថ្មីយើងត្រូវតែបង្កើតពាក្យថាថ្មីដូចគ្នាណាសម្រាប់គេ design start ហ្មងគេមិនចាំបាច់ចូលអីតាម step ចឹងទេណាតែលើនេះខ្ញុំបង្ហាញតែសម្រាប់អ្នកថ្មីក៏អធិស្ឋានសម្រាប់អ្នកដែលចេះហើយណាចឹងសម្រាប់អ្នកដែលថ្មីឬក៏មិនទាន់ចេះសោះអ្នកទាំងអស់គ្នាចូលមកកាន់កន្លែងនេះ create new ឬក៏ចូលមកកាន់ file ហើយយើងយកពាក្យថា new នឹងបានន័យថាបង្កើតជាមួយកិច្ចការថ្មីណាអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំសូមធ្វើការពង្រីកបន្តិចជាមួយកម្មវិធីជាមួយ workspace វាមួយហ្នឹងអញ្ចឹងយើងឆ្ងល់ថាមិនយក new ទៅអីបាទអញ្ចឹងកុំខ្វល់អីច្រើនបាទយើងយក new ហ្នឹងគឺដើម្បីយើងស្គាល់មុខងារវាអស់ហើយនឹងស្គាល់អំពីប្រភេទกระดาษវាដើម្បីប្រើប្រាស់ជាធម្មតា design មិនចេះតែ design ដាក់យកតែមុន design គេត្រូវរៀបចំຂະຫນាតឲ្យបានត្រឹមត្រូវណាតោះឡើយខ្ញុំបញ្យល់មួយអញ្ចឹងកន្លែង new ហ្នឹងវាគឺជាកន្លែងវាបង្ហាញប្រភេទกระดาษណាអញ្ចឹងបើសិនជា resin អ្នកនរគ្នាកាត់យល់ខ្លីទៅបានន័យថាជាកិច្ចការទាំង line ណាដែលយើងធ្លាប់បានធ្វើហើយឧទាហរណ៍នេះកន្លែង web log នេះបានន័យថាកិច្ចការមួយហ្នឹងគឺខ្ញុំបានធ្លាប់ធ្វើកន្លងមកគឺខ្ញុំធ្វើជាមួយនឹង thumbnail YouTube ជាច្រើនដែលខ្ញុំបានធ្វើអញ្ចឹងវាបង្ហាញនៅ resin ចំពោះកន្លែង custom នេះគឺខ្ញុំបានរៀបចំឬក៏ខ្ញុំបានកំណត់ដោយ pixel ដោយខ្លួនឯងសម្រាប់ប្រើប្រាស់ចាំថា resin នេះគឺជាកិច្ចការទាំង line ណាដែលខ្ញុំធ្លាប់បានធ្វើណាអញ្ចឹងឧទាហរណ៍ខ្ញុំធ្លាប់បានធ្វើជាការ design กระดาษ RAM A4 មួយអញ្ចឹងវានឹងបង្ហាញ A4 ឬក៏មួយទៀតខ្ញុំបានកំណត់ជាមួយនឹងការ print panel មួយដែលមានទំហំនេះ70គុណជាមួយនឹង70 cm អានេះគឺជាកិច្ចការទាំង line ណាដែលខ្ញុំធ្លាប់បានធ្វើអានេះខ្ញុំធ្វើជាមួយនឹង panel ឲ្យគេ print ទៅវាមិនបានទេ design ឲ្យបោះឲ្យគេ print ប៉ាច់មកលឿនទេណាចឹងនៅពេលដែលយើងចេះកម្មវិធីនេះទៅការធ្វើ panel អីមួយគឺយើងមិនចាំបាច់ហត់កំងអ្នកឯងធ្វើបែបចេះបែបចោះតម្រូវចិត្តខ្លួនឯងធ្វើតែខ្លួនឯងហ្នឹងណាចប់ហើយណាអញ្ចឹង resin ចប់មួយ save กระดาษដែលយើងបាន save តែបើយើងអត់ save ទេមិនមើលទេ
ចឹងនៅ home នៅ photo នេះគឺជាកិច្ចការទាំងឡាយណាដែលតម្រូវជាមួយនឹងกระดาษនេះយើងណាกระดาษកាតរបស់យើងចឹងភាគច្រើនខ្ញុំមិនសូវដែរប្រើនេះទេតែគ្រាន់តែអ្នកទាំងគ្នាស្គាល់ទេចូលមកកន្លែង print ទៀត print នឹងជាអ្វីបាទ print នឹងគឺជាកិច្ចការដែល template ឬក៏ preset ដែលគេបានតាក់តែងពីក្រុមហ៊ុន Photoshop ហ្នឹងគេឲ្យយើងប្រើដែលមានស្រាប់គេមិនឲ្យយើងហត់ទេណាឧទាហរណ៍ A4 វាមានຂະຫນាតប្រមាណណាA4 វាមានຂະຫນាត210 គុណនឹង297 មីលីម៉ែត្រអញ្ចឹង A4 គឺមានទំហំបែបហ្នឹងกระดาษ RAM របស់យើង A4 យ៉ាងដឹងអញ្ចឹងกระดาษ print នេះវាមានស្រាប់តែម្ដងឃើញទេបាទវាមាន C6 DL B4 B5 C4 អីយ៉ាងនេះណាតមកទៀតយើងមើលកន្លែង add illustration នេះกระดาษនេះគឺกระดาษសម្រាប់ឲ្យយើងសម្រាប់អ្នកគូណាគូលក្ខណៈថាដូចជាគូ cover thumbnail អីចឹងគាត់ចូលចិត្តប្រើប្រភេទกระดาษមួយហ្នឹងដើម្បីធ្វើការគូរចនា graphic ដោយខ្លួនឯងរចនាដោយ animation ដោយខ្លួនឯងទៅកន្លែងហ្នឹងweb នេះបានថា website ជាกระดาษដែលក្រុមហ៊ុនមួយនឹងដែលគេបានតាក់តែងមកស្រាប់តើឲ្យគេកំណត់ឲ្យយើងមានភាពងាយស្រួលគ្រាន់តែចុច click ចូលទៅយើងអាចប្រើបានហើយកระดาษមួយហ្នឹងប្រើបានមិនបាទប្រើបានហ្នឹងហើយបាទនេះឧទាហរណ៍กระดาษ thumbnail មួយនេះគឺជាกระดาษឬក៏ប្រភេទទំហំធ្វើ thumbnail YouTube អញ្ចឹងបាទថាឲ្យយើងប្រើបាននៅពេលយើងចុច create កន្លែងនេះទៅអញ្ចឹងវានឹងប្រើបានហើយអូខេmobile មើលកន្លែង mobile នេះ mobile នេះគឺជាទំហំប៉ុណ្ណេះអេក្រង់ទូរស័ព្ទឬក៏ wallpaper នេះបាទថាតម្រូវ wallpaper iPhone 8 ចឹងទៅវាមានទំហំប៉ុណ្ណេះទៅតម្រូវ iPhone 6 Plus 7 Plus 8 Plus ចឹងទៅ wallpaper វាប៉ុណ្ណេះអញ្ចឹងយើងអត់ហត់ search នៅក្នុង Google អីដែរណា film នេះវាតម្រូវជាមួយនឹង cover video របស់យើងវាមាន full HD TV ស្អីគេ full HD ចឹងទៅអញ្ចឹងវាមានច្រើនណាអញ្ចឹងខ្ញុំថ្ងៃនេះគឺពង្យោតែប្រភេទกระดาษទេហើយចុះខ្ញុំពង្យោយូរមិនអត់បានសាកបាទអញ្ចឹងឧទាហរណ៍ខ្ញុំចង់សាកกระดาษដែលមានស្រាប់នេះចុះกระดาษ full HD ណាกระดาษ full HD ដែលមានទំហំ 1920 x 18 pixel ណាបាទ solution 72អូខេអញ្ចឹងនៅពេលដែលខ្ញុំប្រើលើប្រភេទกระดาษមួយហ្នឹងទៅខ្ញុំយកពី create អញ្ចឹងវានឹងបានបង្កើតជាមួយនឹងមុខងារกระดาษដែលមានស្រាប់តម្រូវសម្រាប់ធ្វើ cover YouTube នឹងតែម្ដងឬក៏ thumbnail នឹងតែម្ដងហ៎អញ្ចឹងវាបានតាក់តែងមកស្រាប់ណាឥឡូវខ្ញុំសុំបិទវិញអូខេបាទខ្ញុំសុំបិទហើយខ្ញុំយកពាក្យ new ដដែលដើម្បីមើលវាទៀតអញ្ចឹងយើងយល់ហើយណាអញ្ចឹងកន្លែងនេះគឺជាกระดาษដែលមានស្រាប់ណាបាទវាមានបញ្ហាទេគឺយើងណែនាំតែប៉ុណ្្នឹងណាបាទចូលថយយើងត្រូវការប្រភេទกระดาษ A4 បើសិនជាយើងបង្កើតយើងយកពាក្យថា create នេះទៅអញ្ចឹងវានឹងបានបង្កើតជាមួយនឹងกระดาษ A4 ឲ្យយើងតែម្ដងអូខេបាទអញ្ចឹងសម្រាប់ពង្រីកពង្រួមជាមួយกระดาษមួយនេះអ្នកទាំងអស់គ្នាអាចចុចcontrol ដកពង្រួម control បូកពង្រីកហ៎ចឹងអ្នកទាំងអស់គ្នាធ្វើចាំបានសម្រាប់ពង្រីកពង្រួមกระดาษណាអូខេអញ្ចឹងយកបានអូខេចឹងกระดาษ A4 របស់យើងគឺខ្ញុំអាចបញ្ចូលបានប៉ុណ្ណឹងបន្តមកទៀតយើងត្រូវយកកន្លែង preset detail ទី1កន្លែង unit នេះ unit tool នេះបានន័យថាម៉េចបានន័យថាគឺជាកិច្ចការទាំងឡាយណាដែលមានឈ្មោះឬក៏ file របស់យើងត្រូវតែដាក់ឈ្មោះឬក៏ឈ្មោះរបស់ file ឧទាហរណ៍កិច្ចការមួយនេះខ្ញុំធ្វើជាមួយនឹង poster car ខ្ញុំដាក់ poster car ចឹងទៅណាចឹងនៅពេលដែលយើងដាក់កន្លែង rename មួយហ្នឹងនៅពេលដែលយើង create អញ្ចឹងកន្លែងកិច្ចការ link ខាងលើនេះវាបង្ហាញថា poster មួយហ្នឹងឈ្មោះ poster car ចឹងទៅណាចឹងក៏ខ្ញុំត្រូវបង្ហាញដល់គ្នាដែរត្រូវកន្លែងមួយហ្នឹងគឺត្រូវឲ្យចេះប្រើហើយត្រូវឲ្យចេះ rename ឈ្មោះដែរឡើយហ្នឹងឧទាហរណ៍ធ្វើ PA1 ដាក់ចឹងទៅឧទាហរណ៍ឡើយនេះខ្ញុំធ្វើខា poster ខ្ញុំដាក់ខា poster ណាតមកទៀតអ្នកនរគ្នាត្រូវយកកន្លែងប្រភេទទំហំមួយនេះចឹងសម្រាប់ຂະຫນាតច្រឡំទំហំណាຂະຫນាតសម្រាប់ຂະຫນាត A4 យើងអាចគិតជា pixel ក៏បាន pixel វាមាន 2480 pixel សម្រាប់
បដោយចឹងសូមបង្ហាញតិចកន្លែងពាក្យថា width នេះបានថាបដោយរីឯ height នេះជាកម្ពស់ណាកម្ពស់យើងដឹងហើយរាប់ពីលើចុះក្រោមបដោយរាប់ពីឆ្វេងទៅស្ដាំទៅឆ្វេងហ្នឹងនេះគឺជាបដោយអូខេអញ្ចឹងសម្រាប់ຂະຫນាតនេះយើងអាចគិតបាននេះអាចគិតកន្លែងនេះបានណាຂະຫນាតហ្នឹងបើថា A4 យើងជាក់ស្ដែងយើងដឹង A4 វាមានទំហំប៉ុន្មានកម្ពស់វាប្រហែលជា3តឹកអញ្ចឹងនៅក្នុងនេះក៏វាបានបង្ហាញដែរកម្ពស់យើងគិតសង់ទីម៉ែត្រដែរយើងដឹងហ្នឹងវា70 សង់ទីម៉ែត្រដែរអញ្ចឹងវាកម្ពស់ 29.7 សង់ទីម៉ែត្រអញ្ចឹងវាប្រហែលជា3ចារបស់យើងអញ្ចឹងយើងដឹងហើយ A4 របស់យើងក៏ដែរវាអញ្ចឹងហើយអញ្ចឹងនេះគឺជាកន្លែងក៏ដែរអូខេប្រភេទគិតຂະຫນាតអូខេហើយចំពោះកន្លែងសញ្ញា orientation នេះបានថាបើសិនជាយើងចង់ដាក់ផ្ដេកក៏ដោយយើងផ្ដេកគឺផ្ដេកនេះកន្លែងនេះអូខេកន្លែងនេះអត់អីទេគ្រាន់តែយើងគិតຂະຫນាតបើយើងលេងឬក៏ design ជាមួយក្តារដែលមានស្រាប់យើងអាចយកຂະຫນាតមិនក៏បានដែរព្រោះវាតាក់តែងស្រាប់នៅពេលដែលយើងដូរຂະຫນាតគឺអត់ប៉ះពាល់ទំហំទេណាចានេះវាមានឈរមានផ្ដេកឧទាហរណ៍បើសិនជាយើងដាក់ផ្ដេកអញ្ចឹងกระดาษហ្នឹងបដោយវាហ្នឹងវាច្បាស់ជាវែងហើយកម្ពស់របស់ A4 នេះវាច្បាស់ជាវាទៀបឯណាមិញកម្ពស់វា70 សង់ទីម៉ែត្រដល់ពេលនៅពេលដែលយើងផ្លាស់ប្ដូរដាក់ទៀបទៅ orientation ទៀបទៅវាមានតែ20 សង់ទីម៉ែត្រទេណាអូខេឥឡូវខ្ញុំសូមដាក់បញ្ឈរដូចដើមសិនខ្ញុំឈរនេះបញ្ឈរនៅពេលដែលវាជាប់ចង់ដឹងថាជាប់ឈរឬក៏ដេកយើងឃើញថាសញ្ញាមានពណ៌ខៀវនេះអូខេតមកទៀតអាឡៃនេះ color នេះណែនាំមកអ្នកនរគ្នាស្គាល់ពីរដែរអញ្ចឹងបើសិនជាអ្នកនរគ្នា design poster ធម្មតាអ្នកនរគ្នាយក RGB ទេណាមិនប៉ះពាល់ទេតែភាគច្រើនបើ CLYK សម្រាប់ធ្វើការបោះពុម្ព print panel តែភាគច្រើនហ្មងខ្ញុំយកតែRGB ទេក៏ print មែនដែរហើយមួយនេះ background content បានថា background ការងាររបស់យើងចឹងខ្ញុំដាក់ពណ៌សចឹងផ្សេងគឺអត់បញ្ហាទេអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញឥឡូវ orientation កន្លែងនេះបន្តិចគឺបានថាបើយើងដាក់ផ្ដេកយើង create មកគឺបានផ្ដេកណាហើយបើសិនជាយើងបាន rename ជាមួយនឹងposter មួយហ្នឹងគឺវានឹងបង្ហាញ color ណាអូខេអញ្ចឹងឧទាហរណ៍ថានៅក្នុងនេះយើងបានបង្កើតกระดาษឬក៏ឧទាហរណ៍យើងបានធ្វើការងារជាច្រើនបន្ទាប់ពីយើងបានបញ្យល់មិញហ្នឹងយើងបានបញ្យល់ហើយថាយើងបង្កើតกระดาษហ្នឹងសម្រាប់ធ្វើការ design តែមុននឹង design ឬក៏ design រួចរាល់យើងត្រូវស្គាល់អីឬក៏យើងត្រូវយល់អីមុនគេបន្ទាប់អ្វីដែលយើងត្រូវយល់បន្ទាប់គឺការ save ទុកដាក់ឬក៏ save រក្សាទុកអញ្ចឹងដើម្បីរក្សាទុកឧទាហរណ៍ក្នុងនេះមានការងារជាច្រើន poster ជាប្រភេទ line អីចឹងទៅណាឧទាហរណ៍ខ្ញុំ save រៀនអន្តរគ្នារៀន save ហើយទៅមុននឹងចូលមេរៀនបន្ទាប់នេះដើម្បី save នេះឧទាហរណ៍កន្លែងនេះវាកិច្ចការនេះចោះវាមានការងារច្រើនឧទាហរណ៍ណាតែការងារជាក់ស្ដែងយើងមានតែសមួយឧទាហរណ៍ដើម្បី save ការងាររបស់យើងទីមួយចូល file ហើយអ្នកនរគ្នាចូលមក save as នេះមកបន្តមកទៀតអ្នកនរគ្នាត្រូវដាក់ទីតាំងឲ្យបានត្រឹមត្រូវអញ្ចឹងទីតាំងកន្លែងនេះវាចូលដល់ auto ឯព្រោះខ្ញុំធ្លាប់បានប្រើណាអញ្ចឹងទីតាំងអ្នកនរគ្នាត្រូវយកដែរទីតាំងដាក់ណាក៏ដាក់ទៅតែអត់សុំណែនាំដាក់នៅកន្លែង desktop ទេវាណែនជាមួយនឹងបាទ interface computer របស់យើងអញ្ចឹងវាជាប្រភេទឯកសារអញ្ចឹងអ្នកនរគ្នាអាចទុក document ក៏បាន 3D ក៏បានដែរអញ្ចឹងឥឡូវខ្ញុំដាក់ថានេះទៅខ្ញុំបង្កើតនៅ document ដែរខ្ញុំចុច document ដែរខ្ញុំកើត folder មួយទៀតអញ្ចឹងខ្ញុំបង្កើត folder មួយមកដើម្បីបង្កើត folder ចូល document ហ្នឹងចុចកន្លែង donate ហើយអ្នកនរគ្នាយកមកពាក្យថា file ពាក្យថា new មកយកពាក្យថា folder អញ្ចឹងកន្លែងនេះខ្ញុំសូម rename ដាក់ថាកិច្ចការសម្រាប់បង្រៀន in video អូខេកិច្ចការសម្រាប់បង្រៀនវីដេអូ Photoshop ដាក់ PS នេះចឹងអ្នកទាំងគ្នាយល់ផងត្រូវចាំខ្ញុំផងគឺខ្ញុំបានបង្កើត folder មួយសម្រាប់ឧទាហរណ៍អ្នកទាំងគ្នាអូខេអញ្ចឹងខ្ញុំដាក់នៅក្នុង document ហើយខ្ញុំបង្កើត folder មួយឈ្មោះកិច្ចការសម្រាប់បង្រៀនវីដេអូក្នុងកម្មវិធី Photoshop អូខេអ
ចឹងក្នុងនេះអ្នកនរគ្នាត្រូវបង្កើត folder មួយទៀតដើម្បីឲ្យវាមានភាពស្រស់ស្អាតនិងមិនរញ៉េរញ៉ៃឧទាហរណ៍ខ្ញុំក្នុងនេះខ្ញុំផ្ទុកជាមួយនឹងលំហាត់ទី1អញ្ចឹងខ្ញុំដាក់មកលំហាត់ទី1អញ្ចឹងលំហាត់ទី1យើងដាក់អីគេបាទយើងដាក់ថាអានេះគឺជាឈ្មោះ file របស់យើងមិញខ្ញុំជាការបង្រៀនអ្នកនរគ្នាអំពីຂະຫນາດអញ្ចឹងខ្ញុំសូមធ្វើការសេឈ្មោះដាក់ថាខ្សែមកជាប្រភេទអីជាប្រភេទខ្សែអញ្ចឹងអ្នកនរគ្នាត្រូវយកដែរសម្រាប់អ្នកដែលថ្មីហ្មងដើម្បីសេវរក្សាទុកអាចកែថ្ងៃក្រោយជាធម្មតាយើងសេត្រូវតែដាក់សេវយកឥឡូវគេនេះឈ្មោះថា PSD ណា PSD នៅពេលដែលយើងសេវទៅអញ្ចឹងកិច្ចការមួយហ្នឹងបានរក្សាទុកអញ្ចឹងឧទាហរណ៍ខ្ញុំបានបិទជាមួយនឹងកម្មវិធីមួយហ្នឹងខ្ញុំចូលជាមួយនឹង DPC ហើយខ្ញុំរាល់កន្លែងដែលយើងបានដាក់មិញហើយខ្ញុំអីគេមិញខ្ញុំ save folder ដាក់ឈ្មោះស្អីមិញសម្រាប់នេះកិច្ចការសម្រាប់បង្រៀនមួយនេះណាខ្ញុំបានមួយហ្នឹងអញ្ចឹងខ្ញុំបង្កើត folder មួយដាក់ថាលំហាត់ទី1ហើយនេះគឺជា file ដែលយើងបានរក្សាទុកចឹងចង់ថា file ហ្នឹងជាអ្វីបាទ file ហ្នឹងគឺជា file ដែលយើងអាចកែនៅថ្ងៃក្រោយបានអូខេចឹងនៅពេលដែលយើងចូលទៅយើងរងចាំវាបន្តិចនេះវាឃើញពណ៌សហ៎ file ពណ៌សបើសិនជាយើងធ្វើការងារវាបង្ហាញលើហ្នឹងហើយណាឧទាហរណ៍មួយទៀតខ្ញុំបង្ហាញពីការ save រូបភាពចឹងអ្នកគ្នាចូលការ save ដែរមកយកពេលថា JPEG ចូល JPEG លើគេជាធម្មតា JPEG មាន3យក JPEG លើគេអញ្ចឹងយក save បាទនេះវាជា quality របស់វាយើងទាញវាកប់ខ្ញុំ save អញ្ចឹងនៅពេលដែលខ្ញុំបិទកម្មវិធីមួយហ្នឹងគឺបានន័យថានេះខ្ញុំចូលមកកាន់ហ្នឹងមកទី1មកអញ្ចឹងមិញនេះយើងបាន save រក្សាទុកជាមួយនឹងទំហំក្តារ A4 ផ្ដេកហើយជាមួយនឹង file អូខេអញ្ចឹងនៅក្នុងមេរៀនទី1មានតែប៉ុណ្្នឹងណាអរគុណ